សួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំចង់ចែករំលែកប្រយោគខ្លីៗជាភាសាចិនដល់បងប្អូនទាំងអស់គ្នាដូច្នេះដើម្បីកុំឲ្យចំណាយពេលយូរតោះយើងទៅរៀនអានជាមួយគ្នាទី1病人需要多休息病人需要多休息យើងប្រែថាអ្នកជំងឺត្រូវការសម្រាកបន្ថែមទី2我要买一张车票我要买一张车票ខ្ញុំចង់ទិញសំបុត្រឡានមួយ我要买一张车票ខ្ញុំចង់ទិញសំបុត្រឡានមួយទី3我常常做饭我常常做饭ខ្ញុំធ្វើម្ហូបជាញឹកញាប់我常常做饭ខ្ញុំធ្វើម្ហូបជាញឹកញាប់ទី4他喜欢唱中文歌他喜欢唱中文歌គាត់ចូលចិត្តច្រៀងចម្រៀងចិន他喜欢唱中文歌គាត់ចូលចិត្តច្រៀងចម្រៀងចិនទី5他喜欢唱歌他喜欢唱歌នាងចូលចិត្តច្រៀង他喜欢唱歌នាងចូលចិត្តច្រៀងទី6我每天喝茶我每天喝茶ខ្ញុំផឹកតែរាល់ថ្ងៃ我每天喝茶ខ្ញុំផឹកតែរាល់ថ្ងៃទី7我的车坏了我的车坏了ឡានរបស់ខ្ញុំខូចហើយទី8有别的颜色吗有别的颜色吗តើមានពណ៌ផ្សេងទៀតទេ有别的颜色吗តើមានពណ៌ផ្សេងទៀតទេទី9你的答案不会你的答案不会ចម្លើយរបស់អ្នកមិនត្រូវទេ你的答案不会ចម្លើយរបស់អ្នកមិនត្រូវទេទី10我的房子不大我的房子不大ផ្ទះរបស់ខ្ញុំមិនធំទេ我的房子不大ផ្ទះរបស់ខ្ញុំមិនធំទេអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមេរៀនមួយនេះរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗទៀតជម្រាបលា